គ្នាយើងជឿខ្ញុំអត់បើខ្ញុំប្រាប់ថាមានសភៅមួយក្បាលដែលបានផ្លាស់ប្ដូរការគិតនិងជំរុញលើកទឹកចិត្តខ្ញុំខ្លាំងមែនទែនក្នុងរយៈពេល1ឆ្នាំ2ឆ្នាំចុងក្រោយនេះការពិតទៅសភៅនេះខ្ញុំអានចប់ប្រហែលជា1ឆ្នាំជាងហើយប៉ុន្តែទៅតែនឹកឃើញមិនមានអារម្មណ៍ចង់ធ្វើ review សភៅនោះគឺសភៅដែលមានចំណងជើងថាប្រតិទិនទស្សនៈ365ថ្ងៃរបស់អ្នកនិពន្ធគឺលោកឡាំលឹមដែលសភៅនឹងគឺនិយាយពីទស្សនវិទូក៏ដូចជាបុគ្គលល្បីៗជុំវិញពិភពលោកហើយគាត់ដកស្រង់ពីសម្ដីក៏ដូចជាប្រសាសន៍របស់បុគ្គលមានឥទ្ធិពលនៅលើជុំវិញពិភពលោកមិនថាសម័យណាសម័យបុរាណក៏មានដែរហើយគាត់យកមកចងក្រងដូចជាបកស្រាយនៃខ្លឹមសាររបស់ទស្សនៈនីមួយៗដែលនិយាយពីការគិតរបស់មនុស្សការគិតបែប logic ជាពិសេសគឺការរស់នៅក្នុងសង្គមតែម្ដងហើយសភៅនេះខ្ញុំរីកមែននេះគ្នាយើងអានខ្លាំងមែនទែនអ្វីទៅបិទតែក្រាស់ប៉ុន្តែអានមានអារម្មណ៍ថាជក់ចិត្តអានហើយចង់អានទៀតអញ្ចឹងគ្នាយើងកុំរំលងសភៅនេះល្អអានមែនទែនអញ្ចឹងខ្ញុំអត់សូវចេះធ្វើ review ទេចេះតែប៉ុណ្្នឹងគ្នាយើងអាចតែរកអានបាននៅក្នុងអីអាចទិញបាននៅតាមបណ្ណាគេលក់សភៅអត់ខ្វះហើយសភៅនេះតែសារសភៅនេះល្បីមែនតើចាញ់យូរហើយសភៅនេះដូចជា 2-3 ឆ្នាំហើយខ្ញុំចាំហើយគេមាន2ក្បាលមាន300ដូចជា363ថ្ងៃកំប៉ុន្មានខ្ញុំអត់ចាំទេអញ្ចឹងគ្នាយើងតែចង់ផ្លាស់ប្ដូរផ្នត់គំនិតនៃការគិតរបស់យើងឲ្យមានកាន់តែ logic បន្ថែមទៀតនោះគឺ complete អានសភៅទាំងអស់គ្នាជាសភៅនេះខ្ញុំរីកមែនឲ្យគ្នាយើងអានទាំងអស់គ្នាបាទអរគុណជួបខ្ញុំវីដេអូក្រោយទៀត